ជំរាបសួរនិងស្វាគមន៍មកកាន់កម្មវិធីមគ្គទេសអាជីពនិងការសិក្សាថ្ងៃនេះដែរក្រុមការងាររបស់សាកលវិទ្យាល័យ Southeast Asia និងបណ្ណាល័យអាមេរិកបានចុះមកដល់វិទ្យាល័យហ៊ុនសែនទឹកជោចាឥឡូវនេះផងដែរយើងមកដឹងអំពីចំណាប់អារម្មណ៍របស់សិស្សថ្នាក់ទី12នៃវិទ្យាល័យហ៊ុនសែនទឹកជោទាំងអស់គ្នាជារៀបសួរអ្នកខ្ញុំឈ្មោះម៉ារីយ៉ាជាសិស្សថ្នាក់ទី 12B នៃវិទ្យាល័យហ៊ុនសែនទឹកជោជំរាបសួរខ្ញុំបាទឈ្មោះពៅពីឡុតគឺជាសិស្សថ្នាក់ទី 12B នៃវិទ្យាល័យហ៊ុនសែនទឹកជោថ្ងៃនេះអ្នកខ្ញុំពិតជាមានចិត្តសប្បាយរីករាយមែនទែនដែលបានបងក្រុមការងារនិងលោកគ្រូអ្នកគ្រូនៃសាកលវិទ្យាល័យ UC ចុះមកផ្សព្វផ្សាយនិងផ្ដល់ដំណឹងដល់វិទ្យាល័យហ៊ុនសែនទឹកជោយើងពួកគាត់បានមកផ្សព្វផ្សាយអំពីជំនាញនិងណែនាំពីជំនាញដែលត្រូវរៀនបន្តបន្ទាប់ពីសិស្សថ្នាក់ទី 12បញ្ចប់ការសិក្សានៅវិទ្យាល័យជំរាបសួរអ្នកខ្ញុំឈ្មោះហូលីហួរជាសិស្សទី 12នៃវិទ្យាល័យហ៊ុនសែនទឹកជោអ្នកខ្ញុំឈ្មោះឆាន់ជីញួយជាថ្នាក់ទី 12នៃវិទ្យាល័យហ៊ុនសែនទឹកជោថ្ងៃនេះនេះខ្ញុំមានអារម្មណ៍សប្បាយរីករាយមែនទែននៅពេលដែលបងក្រុមការងារនៃសាកលវិទ្យាល័យ UC បានប្រាប់ពីជំនាញផ្សេងៗដល់សិស្សានុសិស្សថ្នាក់ទី 12នៃវិទ្យាល័យហ៊ុនសែនទឹកជោហើយបងក៏បានប្រាប់ពីគន្លឹះដើម្បីយើងរៀនត្រៀមប្រឡងនៅក្នុងថ្នាក់ទី 12និងប្រាប់ពីជំនាញនៅក្នុងសាកលវិទ្យាល័យនិងស្រ័យបំភ្លឺពីជំនាញមួយចំនួនដើម្បីឲ្យយើងត្រៀមរៀននៅសាកលវិទ្យាល័យហើយក៏ប្រាប់ពីជំនាញដែលស័ក្តិសមនឹងសមត្ថភាពរបស់យើងដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យជាចុងក្រោយសូមជូនពរទៅដល់សិស្សថ្នាក់ទី 12ទាំងអស់គ្នាសូមប្រឡងជាប់បាក់ឌុបទាំងអស់គ្នាកុំភ្លេចណាជួបគ្នានៅសាកលវិទ្យាល័យ UC ទាំងអស់គ្នា